សម្ដីរបស់អ្នកលក់ប្រៀបដូចជាកបិតមួយដើមនៅក្នុងដៃរបស់យើងអញ្ចឹងយើងប្រើត្រូវវាការពារយើងតែបើយើងប្រើខុសកបិតនឹងងាកមកចាក់យើងវិញដោយអត់ដឹងខ្លួនទេអញ្ចឹងជាអ្នកលក់ត្រូវតែប្រយ័ត្នសម្ដីឲ្យមែនតើបើសិនជាបងប្អូនទាំងអស់គ្នាអត់ទាន់ស្គាល់ហាងលក់ទូរស័ព្ទដៃគ្នាយើង VIP ទេនេះគឺជាសាខាថ្មីរបស់ហាងលក់ទូរស័ព្ទដៃគ្នាយើង VIP បងប្អូនអាចអញ្ជើញមកពីសាខាចាស់ត្រឹមតែចម្ងាយប្រហែលជា100ម៉ែត្រទេបងប្អូនងាកដល់ឆ្វេងដៃឃើញសាខាធំមែនតើគឺគ្នាយើង VIP នៅទីនេះមានលក់សុទ្ធតែអវ៉ាន់ Grade A ហើយនឹងថ្មីប្រអប់ជាពិសេសនឹងមានការធានារហូតដល់1ឆ្នាំពេញតែម្ដងប្រហែលថ្ងៃនេះខ្ញុំបានឃើញវីដេអូមួយគឺ viral មែនទែនតាក់ទងជាមួយនឹងសម្ដីរបស់អ្នកលក់នៅលើបណ្ដាញសង្គមខ្ញុំបានស្ដាប់វីដេអូហ្នឹងហើយខ្ញុំព្រឺសបល់មែនទែនខ្ញុំមិននឹកស្មានថាមានអ្នកលក់សម្ដីអញ្ចឹងនៅលើបណ្ដាញសង្គមទេហេតុអីបានខ្ញុំត្រូវលើកប្រធានបទនឹងយកមកនិយាយប្រាប់បងប្អូនទាំងអស់គ្នាខ្ញុំគិតថាមកដល់ម៉ោងនេះសិលធម៌នៃការនិយាយស្ដីសិលធម៌នៃការទំនាក់ទំនងបងប្អូនទាំងអស់គ្នាគួរតែមានគ្រប់គ្នានៅក្នុងការងារលក់ដូរមែនទេខ្ញុំគិតថាសម្ដីគឺជារបស់មួយដែលអាចជួយឲ្យយើងរីកចម្រើនច្រើនជួយឲ្យយើងទៅមុខបានលឿនហើយជួយឲ្យយើងក្លាយជាអ្នកលក់ម្នាក់ដែលអតិថិជនគឺចូលចិត្តយើងមែនទេហើយខ្ញុំបានឃើញវីដេអូហ្នឹងហើយបងប្អូនអាចរៀនសូត្របានរឿងមួយចំនួនពីវីដេអូមួយហ្នឹងទី1ខ្ញុំគិតថាបងប្អូនទាំងអស់គ្នាមិនគួរយករឿងផ្ទាល់ខ្លួនមកឡំលោកជាមួយនឹងរឿងលក់ដូរទេកំហឹងផ្ទាល់ខ្លួនចំនួនផ្ទាល់ខ្លួនអារម្មណ៍មិនល្អផ្ទាល់ខ្លួនគឺមិនអាចយកមកឡំលោកជាមួយនឹងការងារលក់ដូរបានទេបើសិនជាបងប្អូនបែងចែកអាពីនឹងអត់ដាច់ទេបងប្អូនអាចនឹងមានបញ្ហាខ្ញុំទទួលស្គាល់ថានរណាក៏មានអារម្មណ៍ stress ដែរនរណាក៏ពិបាកចិត្តដែរនរណាក៏មានបញ្ហាផ្ទាល់ខ្លួនដែរអ្នកណាក៏មានអារម្មណ៍ថាពេលខ្លះសប្បាយចិត្តពេលខ្លះអត់សប្បាយចិត្តទេប៉ុន្តែបងប្អូនត្រូវចាំអតិថិជនគាត់អត់ដឹងអីទេអតិថិជនគាត់មករកយើងគាត់អត់ដឹងអីទេណាគាត់ឆាតមករកយើងគេជាមនុស្សអត់ដឹងអីសោះហើយយើងទៅជះកំហឹងដាក់គេណាអានឹងជារឿងមួយអាចនឹងបាត់បង់ឱកាសក្នុងការលក់ហើយថាមិនត្រូវរឿងកាន់តែធំនៅលើបណ្ដាញសង្គមទៀតអានឹងរឿងទី1បែងចែកឲ្យដាច់អំពីរឿងផ្ទាល់ខ្លួនហើយនឹងការងារលក់ដូររបស់យើងចែកឲ្យដាច់ពីគ្នាបើចែកមិនដាច់ទេកុំធ្វើជាអ្នកលក់បង្កើនការលក់ 20% ជាមួយនឹង K-Store App by BZadvisor Digital Loyalty Program ដែលផ្ដល់មុនស្នេហ៍ទៅដល់អតិថិជនរបស់អ្នកលក់ទំនិញតាម K-Store App ដែលមិនអស់កម្រៃជើងសារសូម្បីតែ1សេនចង់លក់ដាច់ត្រូវតែលក់ជាមួយ K-Store Appទី2ហាមដាច់ខាតកុំវាយតម្លៃចំណេះដឹងរបស់អតិថិជនមកសួរយើងទោះបីគេល្ងងក៏ដោយគេភ្លើក៏ដោយគេអត់ដឹងខ្យល់អីក៏ដោយតួនាទីរបស់អ្នកលក់គឺត្រូវតែឆ្លើយគ្រប់សំណួរបងប្អូនត្រូវដឹងណាយើងជាអ្នកលក់ពេលខ្លះយើងប្រកាន់ច្រើនណាសួរឲ្យអត់ទិញអត់ចង់ឆ្លើយណាសួរឲ្យសួរលើអត់ចង់ឆ្លើយណាសួរមកបច្ចេកទេសអត់ចង់ឆ្លើយខ្ញុំជឿថាបងប្អូនទាំងអស់គ្នាជួបរឿងច្រើនណាស់ប៉ុន្តែបងប្អូនត្រូវដឹងថាគ្រប់ម៉ាត់គ្រប់ឃ្លារបស់បងប្អូនទាំងអស់គ្នាអាចកើតជាបញ្ហាបានគ្រប់ពេលវេលាទាំងអស់អញ្ចឹងបើសិនជាបងប្អូនអត់ចេះប្រយ័ត្នកន្លែងហ្នឹងទេបងប្អូននិយាយឲ្យតែរួចពីមាត់នៅពេលដែលមានបញ្ហាតើនរណាជាអ្នករងគ្រោះពិតប្រាកដគឺបងប្អូនទាំងអស់គ្នានឹងឯងពេលខ្លះមុខរបររបស់យើងអាលំមលាយដោយសារតែពាក្យសម្ដីរបស់យើងក៏មានដែរពេលខ្លះគេឈ្មោះយើងស្អុយអាសោចដោយសារតែពាក្យសម្ដីរបស់យើងក៏មានដែរអញ្ចឹងដាច់ខាតទោះបីអតិថិជនល្ងងក៏ដោយអតិថិជនសួរប្រភ្លីប្រភ្លើមិនក៏ដោយអតិថិជនសួរយើងក្នុងរូបភាពបែបណាក៏ដោយបងប្អូនទាំងអស់គ្នាត្រូវឆ្លើយខ្ញុំជឿថាពេលខ្លះបងប្អូនខឹងប៉ុន្តែចាំពាក្យខ្ញុំអាទ្រាំហ្នឹងវាល្អជាងអាចំនួនចាំពាក្យខ្ញុំទ្រាំគឺល្អជាងចំនួនមានចំនួនហើយអតិថិជនគេអត់ចេះខុសទេគឺយើងជាអ្នកលក់នឹងកើតមានបញ្ហារហូតអញ្ចឹងនេះជារឿងទី2កុំវាយតម្លៃចំណេះដឹងទោះបីអតិថិជនយើងល្ងងយ៉ាងណាក៏ដោយគឺយើងអត់អាចទៅវាយប្រហារគាត់បានដែរទី3បើសិនជាបងប្អូនគិតថាខ្លួនឯងមិនប្រកែតំណែងមិនចូលចិត្តនរណាមករំខានយើងមិនចូលចិត្តឲ្យនរណាមកលវីលវល់ជាមួយនឹងឆាតជាមួយនឹង Messenger ជាមួយនឹង Telegram របស់យើងទេរួមមនុស្សជំនួសទៅពេលខ្លះខ្ញុំជឿថាបងប្អូនទាំងអស់គ្នាអាចនឹងញៀងចិត្តក្តៅបងប្អូនគិតថាមិនចង់ជួបមនុស្សមិនចង់ឃើញមនុស្សមិនចង់និយាយតំណែងចរចាអីមួយមនុស្សច្រើនណាបងប្អូនដាក់ការងារនឹងឲ្យគេផ្សេងធ្វើទៅបងប្អូនទៅធ្វើរឿងផ្សេងដែលបងប្អូនចូលចិត្តទៅអញ្ចឹងវាអាចបញ្ជាបញ្ហាច្រើនមែនទែនខ្ញុំជឿថាអ្នកខ្លះគាត់មិនមានអារម្មណ៍ល្អឬក៏មកជីវិតគាត់អត់ចេះប្រើពាក្យសម្ដីផ្អែមទេអញ្ចឹងឲ្យគាត់ទៅកាន់ sale ឲ្យគាត់ទៅកាន់ការងារលក់ហ្នឹងគឺលក់អត់បានទេដោយសារអីគាត់អត់ចេះប្រើពាក្យពេចន៍ល្អអញ្ចឹងខ្ញុំគិតថារួមមនុស្សជំនួសទៅរួមណាមួយមកជំនួសការងារហ្នឹងទៅដែលគេអាចតំណែងមួយភ្ញៀវបានខ្ញុំគិតថាបញ្ជាបញ្ហាច្រើនមែនតើហើយខ្ញុំបានឃើញវីដេអូហ្នឹងហើយខ្ញុំហួសចិត្តដែរខ្ញុំស្ដាប់សម្ដីទៅខ្ញុំពិបាកទទួលយកមែនតើអញ្ចឹងខ្ញុំគិតថាវីដេអូនេះខ្ញុំចង់រំលឹកឲ្យបងប្អូនទាំងអស់គ្នាឃើញថាការងារលក់វាពឹងទៅលើពាក្យសម្ដីនឹងច្រើនមែនតើហើយពាក្យ
សម្ដីក៏ជាប្រភពមួយនៃប្រយោជន៍ហើយក៏ជាប្រភពមួយនៃគ្រោះរបស់យើងដូចគ្នាអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចគិតពិចារណាឡើងវិញមុននឹងការនិយាយស្ដីនៅក្នុង social media អរគុណជំរាបលាបងប្អូនត្រូវការសៀវភៅអាចអានសៀវភៅអាត់3និងសៀវភៅផ្កាយ5និយាយពីការលក់សៀវភៅមួយក្បាល$12ទិញ2ក្បាលព្រីសេវាដឹកជញ្ជូនជូនបងប្អូនទាំងអស់គ្នា25ខេត្តក្រុងអរគុណជំរាបលាជួបគ្នានៅវីដេអូក្រោយ